បាទសួស្តីបងប្អូនចឹងថ្ងៃនេះខ្ញុំបកស្រាយអំពីបងប្រុសគាត់ឆ្ងល់សួរថាគាត់ចង់ render ឆាកមួយក៏ប៉ុន្តែគាត់អត់ចង់ឃើញ object ផ្សេងនៅពេលដែលគាត់ render ទៅអញ្ចឹងក្នុងឆាកនេះយើងមានកាមេរ៉ាយើងមាន floor មាន object 3 4 អញ្ចឹងណាអញ្ចឹងគាត់ចង់ render ឧទាហរណ៍ថាគាត់ចង់ render ឲ្យឃើញតែobject ជ្រុងនេះចង់ render ឲ្យឃើញតែផ្អាប់ជ្រុងនេះអញ្ចឹងគាត់អត់ដឹងធ្វើម៉េចអញ្ចឹងនៅពេលដែលគាត់ចុច render វាទៅគឺវាឃើញទាំងអស់តែគាត់ចង់ឲ្យឃើញតែមួយឬក៏ពីរនៅក្នុងឆាកហ្នឹងឯងអញ្ចឹងរបៀបដែលយើងចង់លាក់វាអត់ចង់ឲ្យវាឃើញអញ្ចឹងជំហានទី1យើងមានច្រើន option អញ្ចឹង option ទី1យើងអាចclick លើនេះចាំមកថាយើងចុចលើ object មូលនេះហើយយើង click កន្លែងទៅនេះយកចុច2ដងមកឲ្យក្រហមអញ្ចឹងវាបាត់អញ្ចឹងឥឡូវនេះនៅពេលដែលយើងចុចទៅវាហាយមានន័យថាវាលាក់ទៅនៅក្នុងកន្លែង viewport editor នេះទេនៅពេលដែលយើង render ទៅគឺវាឃើញនៅដែរបាទពេលយើង render ឃើញដែរអញ្ចឹងវាមានអា point មួយនៅខាងក្រោមនេះមួយទៀតនេះយើង click វា2ដងឲ្យក្រហមដែរមកអញ្ចឹងអាក្រោមនេះតំណាងឲ្យនៅពេលដែលយើង render បើសិនយើងយកក្រហមហ្នឹងគឺយើង render ទៅគឺវាអត់ឃើញទេបាទអញ្ចឹងយើង render ទៅវាលាក់ហ្នឹងហើយវាអត់បង្ហាញយើងឲ្យឃើញទេហើយអាខាងលើនេះគឺសម្រាប់ថា hide នៅក្នុង viewport editor អញ្ចឹងបើយើងបើកនេះយើងដកក្រហមនេះចេញគឺវាបង្ហាញនៅក្នុង editor នេះប៉ុន្តែខាងក្រោមនេះក្រហមអញ្ចឹងបើខាងក្រោមនេះក្រហមវាយើងមើលទៅឃើញមែនក៏ប៉ុន្តែពេលដែលយើង render ទៅគឺវាអត់ឃើញទេបាទអញ្ចឹងចំណុច2លើក្រោមនេះគឺខុសគ្នាអាមួយតំណាងឲ្យ viewport editor អាមួយតំណាងឲ្យ render បាទអញ្ចឹងនេះ option ទី1ចំណែក option ទី2 option ទី2យើងចង់លាក់វាអត់ចង់ឲ្យ render ឃើញគឺយើង click លើ object ណាមួយហើយយើងចុចកន្លែង basic នេះហើយយើងដកពី enable នេះចេញអញ្ចឹងនេះក៏យើង render ទៅអត់ឃើញដែរណាអញ្ចឹងនេះ option ទី2នៅពេលយើងដក click enable នេះគឺស្មើនឹងយើងចុចសញ្ញាគ្រីសនេះណាយើងចុចមួយទៅវាដកវាចេញសញ្ញាគ្រីសមានន័យថា enable ហើយបើយើង click លើសញ្ញាគ្រីសនេះវាទៅជាខ្វែងមានន័យថាយើងដក disable នេះដក enable នេះចេញណាអញ្ចឹងយើងអត់ចង់ឲ្យឃើញ object មួយណាយើងអាច click លើសញ្ញាគ្រីសហ្នឹងបានណាអញ្ចឹងនេះ option ទី2ចំណែក option ទី3 option ទី3គឺយើងប្រើ node tag អញ្ចឹង node tag ឈ្មោះថា compositing យើងអាច right click ស្វែងរក node នឹងបានដោយ right click លើ object manager យើងស្វែងរកលើពាក្យrender tag អញ្ចឹងយើងឃើញហើយនេះ compositing បាទ compositing នេះគឺវាមានច្រើនបែបអញ្ចឹងអមថាយើងចង់លាក់តសជ្រុងនេះមួយអត់ចង់ឲ្យ render ឃើញយើងអាចដក click កន្លែង scene by camera អញ្ចឹងពេលដែលយើងដកនេះមកគឺក្នុងកាមេរ៉ានៅពេលដែលយើង render ទៅគឺអត់ឃើញទេតែនៅក្នុង viewport នេះឃើញធម្មតាបាទអញ្ចឹងទៅពេលយើងដក scene camera គឺវាអត់ឃើញ object នឹងទេក៏ប៉ុន្តែសមោលអីគឺនៅឃើញដែរដោយសារវានៅមានគ្រីសនេះវានៅមានគ្រីសcase shadow នេះចឹងអ្វីដែលមានគ្រីសនៅក្នុង object ហ្នឹងគឺវាបង្ហាញអញ្ចឹងបើយើងអត់ចង់ឲ្យវាឃើញshadow ហ្នឹងគឺយើងដកshadow ចេញមកយើងអាចដកទាំង3ហ្នឹងមកណាអញ្ចឹងនេះយើងដកនេះមកគឺវាអត់ឃើញ shadow វាអត់ឃើញស្រមោលទេក៏ប៉ុន្តែវានៅឃើញ
nè sin transparency sin reflect sin reflect chẳng à reflect á không reflect không ấy nó cứ vì nó khơi mà chẳng anh ấy vì mình chọn option việc khâu về môn cứ dựng đỏ tới cứ việc bắt đượcแต่อันนี้việc đo chùm rồi giờ chẳng dựng đỏ reflect đội ấy này trên tiết mà đây cho mình dựng random xa tiết mà chẳng anh ấy replay gọt khơi này còn tay nhầm trong khơi object nhầm với bàn tay ắt khơi replay ở trên xem màu này giống như còn là click key line xin by camera đi máu mà chẳng object mùi nướng khơi hòm đá có bàn tay sờ máu nên reflection cứ gọn miền mà này chia 3 option សម្រាប់ការដែលយើងចង់ render នៅលើ object ណាមួយបាទអញ្ចឹងសូមអរគុណបាទ